សួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាពីរបៀប fake ទីតាំងនៅក្នុង Mobile Legends ដើម្បីដាក់យក top អញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់គ្នាទៅអញ្ចឹងជាដំបូងអ្នកគ្នាត្រូវមាន GPS fake GPS ហ្នឹងហើយអញ្ចឹងបន្ទាប់ពីអ្នកគ្នា download ហើយអ្នកគ្នាគ្រាន់តែធ្វើតាមខ្ញុំបន្តិចមកអញ្ចឹងយើងចូលទៅកាន់ setting ចូលទៅកាន់ setting នេះតោះនេះអូសមក about phone យក version តើអ្នកគ្នាចុច double click នៅកន្លែងនេះ building member ហ្នឹងចុចចំនួន3ទៅដើម្បីវាបើកកន្លែង developer ដោយសារខ្ញុំចុចហើយអញ្ចឹងយើងទៅបើកអស់គ្នាទៅបន្ទាប់ពីអ្នកគ្នាចុច3ដងហើយវានឹងបើកកន្លែងនេះ developer option នេះកន្លែងហ្នឹងឲ្យយើងមានអញ្ចឹងជាទូទៅបើសិនជាអ្នកគ្នាអត់ទាន់ចុចទេវាអត់ចេញឲ្យទេអញ្ចឹងយើងអូស scroll មកក្រោមឲ្យផុតចេះឲ្យផុតហ្មងអញ្ចឹងមកដល់កន្លែងនេះកន្លែងហ្នឹងគឺជាកន្លែងដែលយើង select យក app ដើម្បី fake អញ្ចឹងយើង select លើ fake GPS ទៅតែប៉ុណ្ណឹងគឺបានហើយអ្នកគ្នាគ្រាន់ចេញមកវិញតបមកអ្នកគ្នាចូលទៅកាន់ fake GPS ហ្នឹងហើយយើងចុច allow ក៏បានអត់ក៏បានសេចចិត្តកន្លែងនេះតែកន្លែងនេះបន្ទាប់ទៀតយើងចង់ដាក់ទីតាំងនៅណាឥឡូវខ្ញុំចង់ដាក់នៅចិនបែរជាអត់សូវមានអ្នកលេងទៅឥឡូវខ្ញុំចង់ដាក់នៅចិនដាក់នៅទីនេះទៅអ្នកនេះចេះដាក់សិនទៅយើងចុចសញ្ញានេះមកអូខេកន្លែងនេះមានន័យថាយើង fake ទីតាំងបានចូលចេញហើយបើយើងចង់ដឹងច្បាស់ទៀតយើងចូលទៅក្នុងGoogle Map មើលអញ្ចឹងយើងគ្រាន់តែចូលកាន់ Google Map មកហើយអ្នកគ្នាចុចកន្លែងទីតាំងនេះឥឡូវយើងនៅទីណាយើងនៅប្រទេសចិនណាអូខេគឺប៉ុន្តែខ្ញុំនៅគិនស្វាយទេតែវាបង្ហាញថានៅចិនអូខេតែប៉ុណ្ណេះយើងអាចចូលទៅដូរបានហើយយើងចូលទៅកាន់ Mobile Legends ដូងអស់គ្នាទៅគាត់តែចាំតិចទៅអ្នកគ្នានេះយើងញ៉ៃតិចអូខេហ្នឹងហើយមកដល់កន្លែងនេះគឺយើងគ្រាន់តែចុចមកកន្លែងយក top មកតោះយកកន្លែង hero តមកយើងរើសទីតាំងនេះហើយគ្រាន់តែគ្នាចុចទីតាំងហ្នឹងទៅវានឹងធ្វើការ change ទីតាំងឲ្យហើយដោយសារតែខ្ញុំធ្លាប់តែម្ដងហើយថ្មីអញ្ចឹងវាឲ្យ change ទៅទេនេះខ្ញុំបើសិនជាខ្ញុំដូរខ្ញុំអាចនឹងបាន top career ដែរដោយសារតែឡើងនៅ top career លេខ2អូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាហើយអរគុណសម្រាប់ការតាមដានវីដេអូហើយអ្នកគ្នាគ្រាន់តែជួយចុច follow ខ្ញុំមួយទៅគ្រាន់តែជាកម្លាំងចិត្តខ្ញុំធ្វើវីដេអូតទៀតចឹងអរគុណច្រើនអ្នកគ្នាសូមព្រះអង្គប្រទានពរបាយ